មកដល់អ្នកដែលកើតនៅក្នុងឆ្នាំវកនិងឆ្នាំរកានៅក្នុងខែ7ថាតើមានរាសីយ៉ាងណាបងប្អូនដែលកើតនៅក្នុងឆ្នាំវកនៅក្នុងខែ7រាប់ថាជាខែដែលមានសភាពប្រែប្រួលទី1ប្រែប្រួលទាំងអារម្មណ៍ទី2ប្រែប្រួលទាំងលុយកាក់ទី3ប្រែប្រួលទាំងស្នេហាពេលថាខែនៃការប្រែប្រួលនេះអ្នកគ្រូចង់ឲ្យបងប្អូនយល់បន្តិចដោយសារអ្នកកើតឆ្នាំវកនៅក្នុងខែ7រាប់ថាកណ្ដាលមិនឡើងពេកតែក៏មិនបានចុះទាបពេកអញ្ចឹងស្ថិតនៅក្នុងកណ្ដាលបែបហ្នឹងក៏ប៉ុន្តែអ្នកគ្រូលើកទឹកចិត្តឲ្យបងប្អូនដែលកើតនៅក្នុងឆ្នាំវកទាំងអស់គ្រប់គ្រងអារម្មណ៍ឲ្យបានល្អដោយសារអារម្មណ៍របស់បងប្អូនដែលកើតក្នុងឆ្នាំវកជាភាពស្រូបទាញនៃសំណាងរបស់បងប្អូនឲ្យចូលមកអូខេតែជារួមទៅអ្នកគ្រូដាក់បន្ទុកថាអ្នកកើតនៅក្នុងឆ្នាំវកល្អមកជុំនៅក្នុងខែ7ហ្នឹងពិសេសអ្នកធ្វើការចាអ្នកធ្វើការដែលកើតនៅក្នុងឆ្នាំវកល្អមកជុំព្រោះជាខែដែលមានមុនស្នេហ៍គេអាចនឹងផ្ដល់ឱកាសល្អឲ្យបងប្អូនហើយបងប្អូនខ្លួនឯងក៏មានគំនិតថ្មីនៅក្នុងការធ្វើអីដើម្បីអភិវឌ្ឍខ្លួនដែរអញ្ចឹងល្អតែបើជាអ្នករកស៊ីវិញតាំងតែងតិចអ្នកដែលកើតនៅក្នុងឆ្នាំវកព្រោះឃើញអំពីភាពសវេសវ៉ាចាប់ពីលិចទៅដាក់នឹងការចាប់ពីការទៅដាក់នឹងលិចអញ្ចឹងធ្វើឲ្យមានអារម្មណ៍ថាផិតផោយនៅក្នុងខ្លួនមានអារម្មណ៍ថាតើតបជាប់អត់ហៅលុយមកដោះគេកើតអត់ចេះមួយចុះពីរអញ្ចឹងទៅអញ្ចឹងដើម្បីកុំឲ្យផិតផោយរឿងលុយកាក់អ្នកដែលកើតនៅក្នុងឆ្នាំវកគួរតែធ្វើកិច្ចដំឡើងរាសីឲ្យខ្លាំងចាបើរាសីខ្ពស់លុយក៏ចូលមកច្រើនដូចគ្នាហើយនៅក្នុងខែ7នេះបងប្អូនដែលកើតនៅក្នុងឆ្នាំវកនឹងមានឱកាសល្អច្រើនពិសេសនឹងជួបមនុស្សថ្មីអ្នកដែលឲ្យឱកាសល្អបងប្អូនកុំព្យាយាមនៅសញ្ជប់សញ្ជឹងគិតច្រើនណាត្រូវតែចេញដើរច្រើនមានលៀបច្រើនបងប្អូនដែលកើតនៅក្នុងឆ្នាំវកអញ្ចឹងចំពោះរឿងស្នេហាក៏ដូចគ្នាដែលអ្នកគ្រូថាស្នេហាប្រែប្រួលគឺចង់សម្ដៅដល់ការប្រយ័ត្នប្រយែងលើរឿងដៃគូពេលខ្លះបងប្អូនដែលកើតនៅក្នុងឆ្នាំវកក្នុងខែ7នៅសុកដៃគូយើងផ្លាស់ប្ដូរអារម្មណ៍គាត់ប្រែប្រួលយើងមើលទៅឃើញហ្មងឃើញថាគាត់ប្លែកចាបើមិនជាគាត់ប្លែកមែនច្បាស់ណាស់អាចនឹងមានរឿងរ៉ាវឬក៏អ្វីនៅពីក្រោយនឹងដែលធ្វើឲ្យគាត់ប្លែកឧទាហរណ៍គាត់អាចមានថ្មីឬក៏គាត់ទទួលគំនាបពីក្រុមគ្រួសារអីចឹងណាពួកខែ7អ្នកកើតនៅក្នុងឆ្នាំវកមានជើងលេខដែលទទួលគំនាបពីក្រុមគ្រួសារធ្វើឲ្យមានសម្ពាធផ្លូវចិត្តតែចំណុចល្អមួយរបស់អ្នកកើតនៅក្នុងឆ្នាំវកនៅក្នុងខែ7បើទោះជាមានរឿងអីកើតឡើងក៏ដោយដោះស្រាយខ្លួនឯងបានអភិវឌ្ឍខ្លួនឯងបានធ្វើខ្លួនឯងឲ្យខ្លាំងឲ្យរឹងមាំឲ្យប្រកែកបានចាទោះបីកាំងលុយប៉ុណ្ណាក៏ដោយនៅក្នុងខែចាស់ក៏ចូលមកដល់ខែថ្មីនេះបងប្អូនដែលកើតនៅក្នុងឆ្នាំវកគឺខ្នះខ្នែងរកឲ្យទាល់តែបានដូចចិត្តប្រាថ្នាសូម comment លេខ888ដើម្បីឲ្យសំណាងរបស់អ្នកកើតឆ្នាំវកពេញទៅដោយធម៌ពលសក្តានុពលនិងលៀបធំអ្នកគ្រូឃើញថាអ្នកកើតឆ្នាំវកនៅក្នុងខែ7ល្អចាល្អមកជុំក៏ពិតមែនតែអាភាពដែលជាខ្លួនឯងភាពជាកោះកកាយកទៅកសលរបស់ខ្លួនឯងឡើងមកបញ្ចេញហ្នឹងគឺអានឹងពិសេសខ្លាំងពិសេសបើសិនជាបងប្អូនជាអ្នកចាខាងសិល្បៈខាងទេពកសលខាងអីត្រូវតែម្ដងចាធ្វើ content social media អីហ្នឹងកាត់ឆ្នាំវកខែ7ត្រូវចាមានលៀបមានជ័យច្រើនណាបងប្អូនចូលមកដល់អ្នកកើតនៅក្នុងឆ្នាំរកាវិញចានៅក្នុងខែ7ក៏រាប់ថាជាខែល្អផងដែរក៏ប៉ុន្តែអ្នកកើតឆ្នាំរកាមានឧបនិស្ស័យមួយដែលច្រើនតែរងគ្រោះព្រោះការជួយគេរាប់ថាកន្លែងហ្នឹងជាកម្មណាឲ្យតែជួយអ្នកណាមួយច្រើនតែបានទោសទណ្ឌមកដល់ខ្លួនហើយបានសេចក្តីទុក្ខព្រួយមកដល់ខ្លួនតែដែលជីវិតគេច្រើនគឺរែកពុនអមរៃគ្រួសារនឹងអ្វីជាច្រើនញាតិសន្តានសាច់សានរហ័សចិត្តដាច់ទេចិត្តទុនពេកអញ្ចឹងចូលមកដល់ខែ7ហ្នឹងមានជើងលេខនៅក្នុងការរងគ្រោះដោយសារញាតិសន្តានសាច់សានរហ័សនិងមនុស្សជិតស្និទ្ធទៀតនៅការចំរការនៅក្នុងខែ7ហ្នឹងទៅជាខែល្អតាមពិតទៅខែ7ហ្នឹងត្រូវមានសំណាងចូលចាលុយចូលលុយខ្នាតមធ្យមអត់ធំទេក៏ប៉ុន្តែមានលុយតូចលុយមធ្យមចូលមានសំណាងចូលមានមនុស្សដែលមានឋានៈបនស័ក្តិឬក៏អ្វីល្អសម្លឹងឃើញនិងលើកតម្កើងនឹងឲ្យតម្លៃក្នុងពេលខាងមុខហើយនឹងមានសំណាងអណ្ដែតទឹកចូលមកទៀតនៅក្នុងខែ7ហ្នឹងណាហើយអាចឡើងកិត្តិយសនិងភាពថ្លៃថ្នូរបើសិនជាគាត់ជាអ្នកដែលចេះសាងខ្លួននៅក្នុងបណ្ដាញសង្គមឬក៏ជាអ្នកធ្វើដែលតាក់ទងទៅនឹងការរកលុយតាមអនឡាញ
ពិសេសខ្លាំងមែនទែនអ្នកកើតឆ្នាំរកាសូម comment លេខ444ដើម្បីសូមឲ្យមានសំណាងពេញមួយខែរាល់ថ្ងៃក៏ប៉ុន្តែលាភទាំងអស់នោះភាគច្រើនតែដាច់លាភទៅវិញដោយសារតែជួយគេពេកចិត្តទុនពេកចិត្តមិនដាច់ពេកញាតិមិត្តសន្តានឬក៏មិត្តភ័ក្តិឬក៏អ្នកណាមួយមកខ្ចីបុលឲ្យគេបេះពីមាត់បង្រត់ពីករបស់ខ្លួនឯងធ្វើឲ្យដាច់នៃលាភសំណាងរបស់ខ្លួនឯងចាព្រោះក្នុងខែ7ជើងលេងអ្នកកើតឆ្នាំរកាប៉ះពាលរឿងលុយកាក់ដោយសាររឿងជួយគេហួសមៀតនឹងចាមិនថាជាការយោងគ្រួសារឬក៏អីទេតែវាហួសមៀតគឺវាធ្ងន់ណាស់តែកាលណាវាធ្ងន់យើងនឹងលំបាកចាហើយអ្នកគ្រូបញ្ជាក់ណាបើសិនជាបងប្អូនដែលកំពុងតែឡើងในការឆ្នាំរកាបើព្យាយាមជួយគេអស់លើអំពីលទ្ធភាពខ្លួនឯងបងប្អូននឹងប្រទាញរាសីយើងឲ្យធ្លាក់ចុះមកវិញអញ្ចឹងកន្លែងហ្នឹងត្រូវចំណាំទាំងអស់គ្នាណាអ្នកគ្រូទឿនអញ្ចឹងហើយជាអ្នករកស៊ីក៏ដូចគ្នានៅក្នុងខែ7នេះបងប្អូនដែលកើតឆ្នាំរកាទោះបីយ៉ាងណាក៏មានការលក់ដូរបានទៅលេចពីការពិជើមីត្រូនតាក់មកដោះស្រាយដែរអត់បាត់បង់ទេក៏ប៉ុន្តែបញ្ហាមួយគឺរឿងកិច្ចពាក់ហ្នឹងបើសិនជាកិច្ចពាក់ខ្លាំងដែលធ្វើឲ្យយើងដូចថាចិត្តទៅឲ្យទៅទៀតគេនឹងជំពាក់ឲ្យអាចនឹងអត់សងយើងខាតបង់អញ្ចឹងអ្នកគ្រូទឿនឲ្យប្រយ័ត្នតែបើជាអ្នកធ្វើការអត់អីមានមុនស្នេហ៍បើទោះបីជាមានផ្ចាញ់ច្រើនក៏ប៉ុន្តែនឹងមានអ្នកដែលនៅពីលើយើងដូចជាមេឬក៏អីមួយគេជួយយើងឲ្យផុតអញ្ចឹងណាចំពោះរឿងស្នេហាវិញឃើញថាលំបាកចិត្តបន្តិចនៅក្នុងខែ7នៃការចាំរការឿងស្នេហានឹងលំបាកចិត្តប៉ុន្តែរាប់ថាជាខែដែលយើងមានរាសីដែលអាចក្របទៅលើគូស្នេហ៍យើងបានឲ្យតែយើងស្រឡាញ់ខ្លួនឯងច្រើនហើយនឹងយើងពុះពៀដើម្បីខ្លួនឯងច្រើនយើងនឹងទទួលបានការលើកតម្កើងវិញនៅពេលក្រោយមកដឹងអត់ថាអ្នកកើតឆ្នាំរកាហេងតែពិតហេងនៅក្នុងខែ7តែដែលអ្នកគ្រូឲ្យបន្ទុកទៅជាល្អមកជុំដោយសារតែខ្លាចអ្នកកើតនៅក្នុងឆ្នាំរកាចិត្តមិនដាច់ធ្វើឲ្យទៅជួយគេខ្លាំងទៅប្រទាញរាសីធ្លាក់ចុះអូខេអញ្ចឹងចាំកន្លែងហ្នឹងណាហើយអ្នកកើតឆ្នាំរកានិងកើតឆ្នាំវកអ្នកគ្រូបញ្ជាក់បើសិនជាបងប្អូនមានវត្ថុមង្គលសម្រាប់ការពារខ្លួនណាដូចជាបងប្អូនពាក់សដៃ5ធាតុដូចអ្នកគ្រូអញ្ចឹងឬក៏ជាវជាមន់ទេពដាក់ឬក៏សត្វស្វាទេពដាក់តំណាងឆ្នាំកំណើតនឹងកន្លែងខ្លួនឯងទៀតបងប្អូននឹងហេងមែនតើនៅក្នុងខែហ្នឹងបើទោះបីជាគេអ្នកផ្សេងកើតឆ្នាំរកាឬឆ្នាំវកដូចបងប្អូនណាដែលគេគិតថាហេងក៏ហេងដល់បងប្អូនដែរបងប្អូននៅតែមានព្រៀបនិងមានរាសីលើគេបើសិនជាបងប្អូនកែដួងចតាត្រូវព្រោះអ្នកគ្រូបញ្ជាក់ឲ្យថាជាខែដែលមានព្រៀបបើសិនជាបងប្អូនព្យាយាមការពារខ្លួនដដែលបងប្អូននឹងមានព្រៀបដែលអាចយកឈ្នះនៅឧបសគ្គទាំងពួងចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកាយឆុងឬក៏ជាខ្សែដៃ5ធាតុដូចអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយន្តផ្សេងបងប្អូនអាចទាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipinglyបញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏សត្វទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សទាយធ្វើកិច្ចលើកជាអ៊ុនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបាក់មុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូបានដូចគ្នាណា